អ្នកគ្នាមិនអាចច្រឡំឈ្មោះ The United Kingdom ឬក៏ The UK ឬក៏ខ្មែរយើងហៅថាចក្រភពអង់គ្លេសឬក៏ពេលខ្លះយើងហៅប្រទេសអង់គ្លេសពេលខ្លះយើងហៅថា Great Britain តើអាហ្នឹងវាមិនខ្លះនៅក្នុងវីដេអូនេះខ្ញុំនឹងព្យាយាមបញ្យល់ឲ្យអ្នកគ្នាកាន់តែស្រួលយល់មុនចូលដល់វីដេអូអ្នកគ្នាកុំភ្លេចជួយ Subscribe YouTube Channel ថ្មីរបស់ខ្ញុំផងហើយក៏ដូចជាកុំភ្លេចជួយ Follow Facebook Page និង TikTok របស់ខ្ញុំម្នាក់មួយផងអញ្ចឹងនៅពេលដែលយើងកលេចទៅមើលផែនទីយើងឃើញថានៅម្ដុំភូមិសាស្ត្រប្រទេសអង់គ្លេសហ្នឹងគឺយើងឃើញមានកោះពីរធំៗដែលខុសពីគេដែលកោះនៅខាងឆ្វេងវាទូជាងកោះខាងស្ដាំកោះនៅខាងឆ្វេងគឺមានឈ្មោះថាកោះអៀតឡង់ដែលនៅក្នុងកោះអៀតឡង់ហ្នឹងគឺមានប្រទេសចំនួន2ប្រទេសដែលតូចជាងគេគឺប្រទេសអៀតឡង់ខាងជើងនិងប្រទេសដែលធំគឺសាធារណរដ្ឋអៀតឡង់ហើយចំណែកឯទឹកដីមួយនៅខាងស្ដាំកោះអៀតឡង់ដែលធំហ្នឹងនៅក្នុងហ្នឹងគឺមានរហូតដល់3ប្រទេសដែលមានដូចជាប្រទេសអង់គ្លេសប្រទេស Scotland និងប្រទេស Wales អញ្ចឹងនៅពេលដែលយើងហៅថា The United Kingdom ឬក៏ The UK ឬក៏ខ្មែរយើងហៅថាចក្រភពអង់គ្លេសហ្នឹងគឺសំដៅទៅលើ4ប្រទេសទី1គឺប្រទេសអង់គ្លេសដែលធំជាងគេមានរាជធានីនៅទីក្រុងឡុងបន្តមកទៀតគឺប្រទេស Scotland ដែលមានរាជធានីនៅទីក្រុង Edinburgh ហើយប្រទេសទី3គឺប្រទេស Wales ដែលមានរាជធានីនៅទីក្រុង Cardiff និងប្រទេសទី4គឺប្រទេសអៀតឡង់ខាងជើងដែលមានរាជធានីនៅទីក្រុង Belfast អញ្ចឹងបានន័យថានៅពេលដែលយើងហៅចក្រភពអង់គ្លេសឬក៏ The UK The United Kingdom ហ្នឹងគឺយើងសំដៅទៅលើ4ប្រទេសដែលខ្ញុំបានប្រាប់អ្នកគ្នាមុនហ្នឹងហើយនៅពេលដែលយើងចង់ហៅប្រទេសណាមួយឧទាហរណ៍ថាប្រទេសអង់គ្លេសយើងហៅ England អញ្ចឹងទៅនៅពេលដែលយើងហៅប្រទេស Wales ផ្សេងប្រទេស Scotland ផ្សេងប្រទេសអៀតឡង់ខាងជើងផ្សេងហើយចំណែកឯសាធារណរដ្ឋអៀតឡង់អាហ្នឹងប្រទេសផ្សេងមួយទៀតដែលមានរដ្ឋធានីនៅទីក្រុង Dublin អាហ្នឹងគឺអត់មានចំណែកនៅក្នុង The UK ឬក៏ The United Kingdom ទេនិយាយទៅគឺដាច់ separate ផ្សេងចេញពីគ្នាហើយពាក្យមួយទៀតដែលអ្នកគ្នាប្រហែលជាលើគេហៅថា The Great Britain Great Britain គឺសំដៅទៅលើ3ប្រទេសដូចជាប្រទេសអង់គ្លេសប្រទេស Scotland និងប្រទេស Wales នៅពេលដែលគេនិយាយថា The Great Britain គឺអត់មានប្រទេសអៀតឡង់ខាងជើងទេចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅចក្រភពអង់គ្លេសដែលមាន4ប្រទេសហ្នឹងដូចជាអង់គ្លេស Scotland Wales និងអៀតឡង់ខាងជើងពួកគេមានព្រះមហាក្សត្ររួមគ្នាតែមួយគឺ King Charles 3ដែលជាប្រមុខរដ្ឋដែលទោះបីជាប្រទេស Scotland និងអៀតឡង់ខាងជើងមានសភាឯករាជ្យរៀងៗខ្លួនក៏ដោយក៏ប៉ុន្តែពួកគេគឺស្ថិតនៅក្រោមគេហៅថារដ្ឋបាលចម្បងឬក៏ Central Government តែមួយគឺនៅទីក្រុងឡុងឬក៏ London អ្វីដែលអ្នកគ្នាគួរតែដឹងមួយទៀតគឺសាធារណរដ្ឋអៀតឡង់គឺជាប្រទេសដែលស្ថិតនៅក្នុងសហភាពអឺរ៉ុបឬក៏គេហៅថា EU European Union ចំណែកឯចក្រភពអង់គ្លេសឬក៏ The United Kingdom ដែលមាន4ប្រទេសដូចខ្ញុំប្រាប់ខាងលើហ្នឹងគឺមិនស្ថិតនៅក្នុងសហភាពអឺរ៉ុបទេអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នាបានមើលវីដេអូនេះហើយបានដឹងតិចតួចអំពី The United Kingdom ដោយសារតែខ្ញុំផ្ទាល់គឺយល់ច្រឡំខ្លាំងមែនតើដំបូងខ្ញុំហៅប្រទេសអង់គ្លេសតោះមកខ្ញុំហៅចក្រភពអង់គ្លេសតាមពិតទៅគឺខុសគ្នាស្រឡះតែម្ដងអ្នកគ្នាអញ្ចឹងបើសិនជាចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ Subscribe YouTube Channel ថ្មីរបស់ខ្ញុំជួយ Follow Facebook Page របស់ខ្ញុំឲ្យបាន1លាននៅក្នុងឆ្នាំនេះជួយ Follow TikTok ហើយកុំភ្លេច Follow for more